tôi một ô em được ba thì tôi là tiền chất mà đây đây là một chuyện chúng tôi một nhiều nó còn ổn thầy là phải ao bạn luôn thả rồi một chuyện là phải phát thầy lưu một nhiều lại chuồng đi tôi còn một trận nam thì là ô còn ba tôi còn thầy tôi chơi không hơnបាទបងប្អូនណាថ្ងៃនេះខ្ញុំបាទគ្រូអូសថបុរាណសូមចែករំលែករុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះនៅតាមជើងភ្នំនៅតាមជ្រោះនៅម្ដុំភ្នំជ្រាវដែលខ្ញុំមកភ្នំជ្រាវហើយខ្ញុំចែកជូនបងប្អូនដើម្បីយកទៅព្យាបាលជំងឺហើយដោយកបនឹងជំងឺជាច្រើនបងប្អូនណាដូចជាកបទៅដោយគិសបើសិនជាគិសបងប្អូនយកទៅហាលឲ្យស្ងួតដើមទ្រាំងឬក៏គេហៅថាទ្វារព្រះនេះបងប្អូនពងមើលឃើញតែខ្ញុំកាន់ហ្នឹងអាហ្នឹងគេហៅថាទ្វារព្រះឬត្រាងក៏បានដែរបងប្អូនអ្នកខ្លះគេហៅចឹងអ្នកខ្លះហៅទ្វារព្រះណាអ្នកខ្លះហៅត្រាងហើយកបនៅជំងឺគិសដែលពេលបងប្អូនផ្សំទៅបងប្អូនដាក់តែ20ទៅ30ក្រាមបានហើយពេលស្ងួតបងប្អូនដាំពិសាទទួលទានរាល់ថ្ងៃទេធ្វើឲ្យអាគិសនៅក្នុងខ្លួនបងប្អូនដូចជាគិសខ្យល់គិសទឹកគិសភ្លើងហ្នឹងវារលាយតិចម្ដងថ្នាំឱសថបុរាណយើងព្យាបាលបងប្អូនណារបៀបដូចជាធម្មជាតិចឹងធម្មជាតិបដោះម្ដងមួយស្លឹកនេះឯព្យាបាលឱសថបុរាណយើងវាអន់ធូបន្តិចម្ដងវាវត្តជាហើយជាស្ថាពរហើយដែលជាស្ថាពរហើយគឺវាអត់លាប់មកវិញនៅវាល្អកន្លែងហ្នឹងថ្នាំឱសថបុរាណខ្មែរយើងណាបងប្អូនទី1ទី2ដូចជាមៈរិញបើបងប្អូនយកទៅប្រើប្រាស់រុក្ខជាតិទ្វារព្រះនេះក៏កបនឹងមៈរិញដែរបងប្អូនដាំពិសាទទួលទានហើយការដាក់ដូចខាងលើដែលខ្ញុំនិយាយមិញហ្នឹងបងប្អូនកាលណាខ្ញុំនិយាយច្រើនវាធ្វើឲ្យវីដេអូវាវែងបងប្អូនណានឹងវីដេអូវែងហើយបងប្អូនកើតមៈរិញបងប្អូនលាយជាមួយកញ្ជក់ឆ្អេះផងបងប្អូនណាកញ្ជក់ឆ្អេះលាយជាមួយគ្នាស្មើគ្នាទៅហើយយកទៅប្រើកាលណាបងប្អូនយកទៅប្រើតែមួយវាអត់សមប្រកបនៃជំងឺអាការៈរោគរបស់បងប្អូនទេតែបើលាយកញ្ជក់ឆ្អេះដូចគិសក៏លាយដែរបងប្អូនដែលខ្ញុំនិយាយលើហ្នឹងខ្ញុំមិនបាននិយាយជាប់គ្នាឥឡូវខ្ញុំផ្ដាំទៅបងប្អូនទៅប្រើជាមួយកញ្ជក់ឆ្អេះហ្នឹងទៅលាយទៅហើយពិសាទទួលទានទៅនឹងក៏ប្រសើរសុខភាពហើយមានន័យថាប្រកែស័ក្តិសិទ្ធិហើយឆាប់រៀបតម្ដងបន្តិចហ្នឹងបើសិនជាគិសឬក៏មៈរិញនៅកន្លែងអង្គអីចឹងណាបងប្អូនដើមអស់នេះសម្បូរនៅតាមជ្រោះនៅតាមដងភ្នំនៅតាមវល់ជ្រោះជ្រៅបងប្អូនដូចនៅកន្លែងនេះដែលខ្ញុំកំពុងធ្វើវីដេអូឲ្យបងប្អូននេះហើយនៅតាមមាត់ជ្រោះតែម្ដងបងប្អូនហើយលក្ខណៈសម្គាល់បងប្អូនស្គាល់ខ្លះហើយខ្ញុំបាច់រៀបរាប់ទេកុំឲ្យវីដេអូវែងតទៅមុខទៀតបងប្អូនណាហើយកាលណាយើងចេះដាក់ចេះលាយថ្នាំឱសថបុរាណខ្មែរយើងក៏ប្រសើរសម្រាប់សុខភាពកាលណាយើងដាក់លើសវាអត់ទទួលថ្នាំទេវាពិរាំងថា error បើសិនណាយើងដាក់ខ្វះវាអត់គ្រប់ដូសអញ្ចឹងយកទៅព្យាបាលស្មើនឹង0ហើយបើសិនណាយើងចេះព្យាបាលចេះដាក់ចេះលាយចេះដាំឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបុរាណខ្មែរយើងប្រគុំធាតុទឹកដីភ្លើងខ្យល់កាលណាមានទឹកដីភ្លើងខ្យល់យើងខ្វះធាតុណាមួយធ្វើឲ្យយើងឈឺធ្វើឲ្យយើងមានសុខភាពមិនល្អបើអញ្ចឹងបើយើងផ្សំធាតុទៅយើងចេះលាយចេះដាក់អីទៀតទៅធ្វើឲ្យថ្នាំឱសថបុរាណយើងប្រកែស័ក្តិសិទ្ធិបំផុតបងប្អូនហើយបើសិនជាបងប្អូនបានមើលហើយថារុក្ខជាតិទាំងអស់នេះបម្រើសុខភាពបងប្អូនស្វែងយល់ទៅណាបងប្អូនណាហើយក៏បុរាណយើងគេអត់ចោលទេរឿងថ្នាំឱសថបុរាណហើយយើងបានអាយុវែងទៀតហើយបើសិនបងប្អូនមើលថាខកប្រសើរនៅរុក្ខជាតិនេះបងប្អូនជួយចុច like ចុច share ចុច subscribe ឲ្យខ្ញុំបានដាក់មួយផងបងប្អូនដើម្បីថ្ងៃក្រោយលោកគ្រូដើរផ្តិតរូបភាពផ្សេងពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងយកបម្រើសុខភាពបងប្អូនហើយបងប្អូនបានមើលមុនគេផងពេលបងប្អូនចុច like ចុច share បងប្អូនហើយនៅចុងក្រោយនេះខ្ញុំបាទគ្រូឱសថបុរាណជ័យតិតសូមបួងសួងនៅវត្ថុស័ក្តិសិទ្ធិទាំងឡាយសូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងឡាយនោះថែរក្សាបងប្អូនសូមបងប្អូនបានសុភមង្គលគ្រប់គ្នាម្យ៉ាងទៀតសូមពរបុណ្យការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះខ្ញុំបាទជ័យតិតសូមគោរពសូមជម្រាបលា